គ្រាន់តែបវរកញ្ញាឡាវថាកែវមរកតមានដើមកំណើតពីកម្ពុជាក្រុមជ្រុលនិយមសៀមឡាំប៉ាផ្លែតនឹងចោទថាក្រុមជ្រុលនិយមថៃបានឡាំប៉ាចោទបវរកញ្ញាឡាវដែលជា Miss Cosmo 2025មិនស្គាល់ពីប្រវត្តិសាស្ត្រក្រោយពីបវរកញ្ញារូបនេះថាកែវមរកតដ៏មានតម្លៃមួយមានដើមកំណើតចេញពីកម្ពុជាការប្រតិកម្មនេះកើតឡើងក្នុងសង្គ្រាមក្នុងការប្រកួតសម្រស់បានផ្ទុះឡើងជាថ្មីខណៈដែល Miss Cosmo ឡាវឆ្នាំ2025កញ្ញា Christina Lasasima បានធ្វើការផ្សាយផ្ទាល់ដោយអះអាងថាកែវមរកតមានដើមកំណើតចេញពីកម្ពុជាហើយត្រូវបញ្ជូនទៅឡាវក្រោយមកស្រាប់តែស្ថិតនៅប្រទេសទី3ដោយពុំដឹងពីមូលហេតុពិតប្រាកដយោងតាមទំព័រ Facebook Asian Beauty Pageant នៅថ្ងៃពុធទី10ខែធ្នូឆ្នាំ2025បានចុះផ្សាយអំពីរឿងក្តៅគគុកមួយនៅក្រៅឆាកនៃការប្រកួត Miss Cosmo 2025ក្នុងពេលដែលបវរកញ្ញាឡាវ Christina បានផ្សាយផ្ទាល់ការសន្ទនាជាមួយអ្នកគាំទ្រកម្ពុជារបស់នាងដោយធ្វើការកត់សម្គាល់តាក់ទងនឹងនិមិត្តសញ្ញាប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រសើបពោលគឺនាងរាយរាប់ទំនាក់ទំនងនឹងត្បូងកែវមរកតដែលជាវត្ថុដ៏មានតម្លៃមហាសាលបំផុតតាមរយៈការផ្សាយបន្តផ្ទាល់នោះ Miss Cosmo ឡាវ2025បានអះអាងថាត្បូងកែវមរកតមានដើមកំណើតនៅកម្ពុជាបន្ទាប់មកបានទៅឡាវហើយឥឡូវនេះត្រូវបានគេបញ្ជូនទៅប្រទេសមួយផ្សេងទៀតប្រហែលជាប្រទេសថៃដោយសារតែឡាវមានវប្បធម៌ស្រដៀងគ្នាខ្លាំងណាស់ទៅនឹងខ្មែរកាលនោះព្រះនាងខ្មែរបានអភិសេកជាមួយព្រះមហាក្សត្រឡាវដូច្នេះទើបធ្វើឲ្យប្រទេសទាំងពីរមានបេតិកភណ្ឌវប្បធម៌ដូចគ្នាបែបនេះទោះជាយ៉ាងណាក៏ដោយសេចក្តីអះអាងរបស់នាងបានបង្កឲ្យមានការមិនពេញចិត្តយ៉ាងទូលំទូលាយក្នុងចំណោមអ្នកគាំទ្រនិងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសថៃដោយពួកគេស្រែកឡាំប៉ាថានេះផ្ទុយនឹងកំណត់ត្រាប្រវត្តិសាស្ត្រថៃនិងធ្វើឲ្យខូចអត្តសញ្ញាណជាតិជាងនេះទៀតដែរបន្ទាប់ពីការរិះគន់ ND នៃកម្មវិធី Miss Cosmo ថៃបានចាត់វិធានការដើម្បីកាត់បន្ថយជម្លោះដោយថានាងបាននិយាយដោយផ្ទាល់ជាមួយ ND ឡាវរួចហើយជាក់ស្ដែងសូម្បីតែអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាឡាវក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់រាជិនីសម្រស់ពួកគេដែរ